មិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីឥឡូវនេះយើងខ្ញុំទាំងពីរនាក់រួមជាមួយនៅលោកវិសាលកំពុងតែស្ថិតនៅក្នុងផ្សារទំនើប Eon Mall ភ្នំពេញជាន់ទី2ចាបងប្អូនប្រហែលជាឆ្ងល់ថាយើងខ្ញុំទាំងពីរនាក់មកទីនេះធ្វើអីបាទមិនមែនមក shopping មិនមែនមកញ៉ាំបោសពីអ្នកនិមលពងទាប្រៃអីជាមួយគ្នាទេប្រិយមិត្តទូរទស្សនិកជនសូមបញ្ជាក់ជូនសម្រាប់កម្មវិធីថ្មីមួយទៀតរបស់ស្ថានីយ៍ទូរទស្សន៍ហងមី HD TV គឺកម្មវិធីប្រឡងចម្រៀងតារាចម្រៀងអាជីពកម្ពុជាចាបងប្អូនប្រហែលជារងចាំយូរហើយដែរព្រោះថាកម្មវិធីរបស់យើងធ្វើការផ្សព្វផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ហងមី HD TV ផងរស្មីហងមី HD TV ផងព្រោះថាកម្មវិធីនេះបងប្អូនពិតជាមានការងើយឆ្ងល់ថាហេតុអីកម្មវិធី I'm a Singer Cambodia ហ្នឹងគេចង់លើកយកពីលក្ខន្តិកៈអីគេខ្លះដែរដើម្បីជម្រាបជូនទៅដល់បងប្អូនថ្ងៃនេះកម្មវិធី Talk Show របស់យើងនឹងធ្វើការបង្ហាញជូនទៅដល់លោកអ្នកតាក់ទងជាមួយនឹងលក្ខន្តិកៈទាំងអស់តែម្ដងនៅក្នុងកម្មវិធី I'm a Singer Cambodia បាទសូមបញ្ជាក់ជូនថាកម្មវិធី I'm a Singer Cambodia គឺខុសពីកម្មវិធីប្រឡងចម្រៀងផ្សេងៗទៀតដោយតែលោកអ្នកបានឃើញហើយសម្រាប់កម្មវិធីផ្សេងយើងមានបេក្ខជនបេក្ខនារីដែលមានសម្លេងល្អគាត់ចូលរួមប្រកួតណាដើម្បីក្លាយខ្លួនទៅជាតារាចម្រៀងប៉ុន្តែនៅក្នុងកម្មវិធី I'm a Singer Cambodia គឺយើងយកតារាចម្រៀងមកប្រកួតមួយតារាចម្រៀងវិញបាទពិតជាប្លែកបាទអញ្ចឹងបានន័យថាប្រឡងចម្រៀងផ្សេងយើងយកអ្នកដែលគាត់មានតួនាទីជានិស្សិតចាជាគ្រូពេទ្យជាអ្នកមន្ត្រីរាជការចាហើយបម្រើការងារតាមក្រុមហ៊ុនអីផ្សេងអញ្ចឹងគាត់ចង់មានបំណងខ្លាយជាតារាចម្រៀងដែលមានបងប្អូនប្រជាប្រិយភាពនឹងច្រើនចាប៉ុន្តែផ្ទុយទៅវិញកម្មវិធីរបស់យើងគឺលក្ខណៈពិសេសខុសពីធម្មតាយើងនឹងយកអ្នកចម្រៀងទាំងអស់ហ្នឹងមកប្រឡងចម្រៀងបាទពិតជាប្លែកមែនទែនបាទសូមបញ្ជាក់ជូនថារាល់តារាចម្រៀងដែលចូលរួមប្រកួតនៅក្នុងកម្មវិធី I'm a Singer Cambodia នេះសិតសឹងតែជាអ្នកដែលមានបទចម្រៀងផ្ទាល់ខ្លួនពិសេសដើម្បីធ្វើការប្រកួតប្រជែងគ្នាហើយនៅបទចម្រៀងដែលគាត់នៅលើយកមកបង្ហាញជូននៅក្នុងកម្មវិធីរបស់យើងនេះគឺសិតសឹងតែជាបទចម្រៀងដែលគាត់រំពឹងទុកថាជាបទដែលល្បីសម្រាប់ខ្លួនគាត់នឹងធ្វើបានល្អដើម្បីធ្វើការប្រកួតប្រជែងជាមួយតារាចម្រៀងផ្សេងទៀតហើយបញ្ជាក់ជូនថាតារាចម្រៀងដែលជាដៃគូរបស់គាត់នោះក៏មានបទពិសេសផ្ទាល់ខ្លួនដែរដូចគ្នាដែរបាទអញ្ចឹងគឺធ្វើយ៉ាងម៉េចក៏ដោយគាត់នឹងច្នៃប្រឌិតនឹងរិះរកនៅអ្វីដែលប្លែកនិងអស្ចារ្យហើយគាត់នឹងសន្សំសម្លេងរបស់គាត់ឲ្យរឹតតែខ្លាំងដើម្បីធ្វើការប្រកួតប្រជែងគ្នាចាគ្រប់បេក្ខជនបេក្ខនារីទាំងអស់ដែលជាតារាចម្រៀងនៅក្នុងកម្មវិធីរបស់យើងចាពួកគាត់នឹងលើកយកបទចម្រៀងផ្ទាល់ខ្លួនហើយនៅក្នុងនោះយើងដូចជាមានការជួយពីលោកគ្រូភ្លេងផងដែរចាអញ្ចឹងបានន័យថាបេក្ខជនឬក៏បេក្ខនារីនីមួយៗមានគ្រូភ្លេងប្រចាំខ្លួនតែម្ដងឧទាហរណ៍លោកសានអញ្ចឹងចាមានគ្រូភ្លេងចាំជួយអញ្ចឹងណាបាទខ្ញុំគ្រូភ្លេងខ្ញុំលោកមុំសកុនធាអញ្ចឹងទៅបាទឧទាហរណ៍គាត់ប្រហាត់ខ្ញុំអញ្ចឹងណាយកបទដែលលោកវិសាលល្បីអញ្ចឹងណាចាឲ្យលោកគ្រូមុំសកុនធាជួយកែសម្រួលឥឡូវត្រូវធ្វើម៉េចដើម្បីឲ្យបទហ្នឹងកាន់តែមានសន្ទុះឡើងមានការគ្រប់គ្រងខ្លាំងចាបាទជួនកាលយើងមានការច្នៃជាចង្វាក់ភ្លេងទៀតបាទជួនកាលបទហ្នឹងគាត់ solo ឲ្យបទធម្មតាទេដល់ពេលច្នៃឲ្យចេញទៅជារ៉កឲ្យចេញទៅជាបែបមិចអីផ្សេងទៀតទៅប៉ុន្តែចង់ដឹងថាតើជាតារាចម្រៀងអាជីពហ្នឹងតើគាត់ធ្វើបានល្អដល់កម្រិតណាហើយសូមបញ្ជាក់ជូនថាយើងអត់មានគណៈកម្មការយើងអត់មានខូចឬក៏អត់មានចាត់ដោយកម្មវិធីប្រឡងចម្រៀងដទៃទៀតទេអញ្ចឹងជោគវាសនារបស់ពួកគាត់ទាំងអស់គ្នាអ្នកដែលទទួលបាននូវជោគជ័យពីសប្តាហ៍ឬក៏ប្រជុំទី1ទី2ទី3នេះគឺអាស្រ័យទៅលើបងប្អូនទូទាំងប្រទេសកម្ពុជាគាត់ជាគណៈកម្មការគាត់ជាអ្នកវោតជូនគាត់ទាំងអស់គ្នាចាអញ្ចឹងបានន័យថាម្ចាស់ជលិភីនៅក្នុងកម្មវិធី I'm a Singer Cambodia គឺស្ថិតនៅលើការសម្រេចចិត្តរបស់ប្រិយមិត្តទូរទស្សនិកជនទូទាំងប្រទេសកម្ពុជាតែម្ដងហើយកម្មវិធីរបស់យើងនឹងធ្វើការផ្សាយផ្ទាល់ជូនទៅដល់លោកអ្នករហូតដល់13សប្តាហ៍ជាប់គ្នា13សប្តាហ៍គឺយើងធ្វើការផ្សាយផ្ទាល់ជូនទៅដល់បងប្អូនយើងទស្សនាអញ្ចឹងលោកអ្នកនឹងបានឃើញហើយអំពីសមត្ថភាពរបស់តារាចម្រៀងអាជីពប្រកួតគ្នាពិតជាប្លែកនិងពិតជាអស្ចារ្យមែនទែនហើយសូមបញ្ជាក់ជូនថាអ្នកដែលទទួលបាននៅជលិភីនៅក្នុងកម្មវិធី I'm a Singer Cambodia នឹងទទួលបាននៅទឹកប្រាក់រហូតដល់ទៅ100លានរៀលអូច្រើនណាស់បាទហើយដើម្បីទូទាំងប្រទេសប្រជាប្រិយភាពប្រតែខ្លាំងអស្ចារ្យមែនទែនដោយសារតែជាប់នេះគឺជាប់មានន័យថាប្រជាប្រិយភាពរបស់គាត់ខ្លាំងជាងគេសម្លេងបងប្អូនប្រជាពលរដ្ឋដែលជាប្រិយមិត្តទូរទស្សនិកជនអញ្ចឹងបានន័យថាយើងខ្លាចជាតារាចម្រៀងមួយរូបដែលមានឈ្មោះបោះសម្លេងដែលទទួលស្គាល់ពីបងប្អូនតាមបណ្ដាខេត្តក្រុងទូទាំងប្រទេសមិនមែនជារឿងងាយស្រួលទេចាអញ្ចឹងកម្មវិធីរបស់យើងគឺទុកឱកាសជូនទៅដល់អ្នកចម្រៀងគ្រប់រូបចានៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដងនឹងអាចបញ្ចេញសមត្ថភាពរបស់យើងសារជាថ្មីម្ដងទៀតដៃគូប្រកួតប្រជែងរបស់អ្នកទាំងអស់គ្នាគឺជាអ្នកចម្រៀងដូចគ្នាអ្នកចម្រៀងអាជីពដូចគ្នាសូមបញ្ជាក់ជូនថានៅក្នុងសប្តាហ៍នេះយើងនឹងបង្ហាញជូនលោកអ្នកតាមរយៈកម្មវិធី I'm a Singer Cambodia Talk Show ដែលនឹងយើងបង្ហាញជូនក៏ដូចជាបង្ហាញនៅវត្តមានរបស់តារាចម្រៀងដែលបានដាក់ពាក្យនៅក្នុងកម្មវិធីរបស់យើងនោះគឺមានមួយរូបដែលបានចូលរួមបាទជាតារាចម្រៀងអាជីពហើយកំពុងតែល្បីនៅក្នុងប្រជាជនចក្រកម្ពុជាគាត់មកនេះមានគោលបំណងបដិញ្ញាថាគាត់ចង់ទទួលបានប្រជាប្រិយភាពហើយជាម្ចាស់ពានបាទចង់បានម្ចាស់ពានហ្នឹងទឹកប្រាក់ចង់បានទេយកទាំងអស់ចាហើយអរគុណច្រើនដែលមុននឹងជួបតារាកិត្តិយសរបស់យើងដែលជាបេក្ខភាពប្រឡងនៅក្នុងកម្មវិធីរបស់យើងផ្ទាល់តែម្ដងយើងខ្ញុំទាំងពីរនាក់សូមអរគុណដល់អ្នកចូលរួមបឋមធំនៅក្នុងកម្មវិធីលីហួវេលុយផ្ដល់សេវាកម្មផ្ទេរប្រាក់និងទូទាត់ប្រាក់ដែលដំណើរការដោយបច្ចេកវិទ្យាស្តង់ដារអន្តរជាតិប្រកបដោយទំនុកចិត្តនិងសុវត្ថិភាពសាច់ប្រាក់ទ្វេដងទូទាំងប្រទេសចុះឈ្មោះជាភ្នាក់ងារវេលុយ087 601 111លាបង្កើតភាពស្រស់ស្រាយកំចាត់អង្គែគ្មានសល់អស្ចារ្យរថយន្តពេញនិយមនិងតែងតែឈានមុខគេជានិច្ច
ចាអរគុណច្រើនបន្តិចទៀតលោកអ្នកនាងនឹងបានជ្រាបថាតើតារាចម្រៀងអាជីពរូបណាដែលផ្ដល់កិត្តិយសនៅក្នុងសប្តាហ៍ដំបូងគេនៅក្នុងកម្មវិធី Talk Show របស់យើងហើយគាត់មានអារម្មណ៍បែបណាមានសមត្ថភាពបែបណាខ្លះគាត់ជឿជាក់សម្រាប់កម្មវិធីប្រឡងចម្រៀង I Am a Singer Cambodia យ៉ាងម៉េចខ្លះបន្តិចទៀតលោកអ្នកនឹងបានជ្រាបមុននឹងទស្សនាក៏ដូចជាជួបជាមួយនឹងគាត់ផ្ទាល់ពីកម្មវិធីសូមការងារសម្រាប់បន្តិចសិន